យប់មួយវិបុលសម្រាប់ចិត្តខលទៅមិត្តភក្តិម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យក្នុងស្រុកដែលសុធារីរស់នៅសួស្តីភក្តីធារីសុខសប្បាយទេវិបុលសួរដោយសំឡេងតិចតិចខាងមិត្តភក្តិស្ងប់ស្ងាត់បន្តិចរួចក៏ឆាមកវិញទាំងស្ទាក់ស្ទើរវិបុលឯងមិនដឹងទេអីធារីនាងធ្លាក់ខ្លួនឈឺពីសប្តាហ៍នាងស្លាប់នៅកន្លែងធ្វើការហើយពេទ្យកំពុងតែតាមដានយ៉ាងដិតដល់វិបុលមានអារម្មណ៍ថាដូចជាមានរន្ទះបាញ់នៅចំកណ្ដាលដើមទ្រូងគេយល់ច្បាស់ហើយមូលហេតុដែលនាងប្រាប់មិនឲ្យគេផ្ញើអ្វីទៅមិនមែនមកពីនាងមានអ្នកថ្មីមិនមែនមកពីនាងអស់ចិត្តតែមកពីនាងមិនចង់ឲ្យគេបារម្ភនិងមិនចង់ឲ្យគេឃើញនាងនៅក្នុងសភាពទន់ខ្សោយណាមួយឬក៏ការឈឺចាប់វិបុលស្ទុះចុះពីលើគ្រែទាំងដែលមិនទាន់ពាក់ស្បែកជើងត្រឹមត្រូវគេត្រូវទៅរកនាងភ្លាមទោះបីជាពេលនោះយប់ជ្រៅក៏ដោយទោះបីជាត្រូវធ្វើដំណើរឆ្លងកាត់ការលំបាករាប់រយគីឡូម៉ែត្រក៏វិបុលនៅតែមិនរីរែកភ្លាមនោះវិបុលក៏បានចាប់កញ្ចប់អាវរងាដែលខ្លួនមិនទាន់បានផ្ញើនោះទៅជាមួយផងដែរនៅពេលដែលវិបុលកំពុងតែបើកបរក្នុងល្បឿនលឿនកាត់ភាពងងឹតស្រាប់តែមានទូរស័ព្ទដ៏ចម្លែកមួយបានខលចូលមកវិបុលប្រញាប់ទទួលទូរស័ព្ទនោះទាំងក្តីសង្ឃឹមប៉ុន្តែសំឡេងដែលឮចេញមកមិនមែនជាសំឡេងរបស់សុធារីទេតែជាសំឡេងរបស់គ្រូពេទ្យភក្តីដែលនិយាយមកដោយអន្ទះសារវិបុលឯងនៅឯណាធារីកាន់តែមិនស្រួលហើយអញមកទីនេះលឿនមក